សួស្តីអ្នកទាំងអស់គ្នាប្រសិនបើអ្នកចង់ធ្វើរូបបែបនេះឲ្យคล้ายទៅជារូបបែបនេះអូខេសូមតាមដាននៅវីដេអូនេះទាំងអស់គ្នាបាទដើម្បីធ្វើបានដូចរូបដែលបានបង្ហាញនោះជាដំបូងប្រសិនបើអ្នកប្រើកុំព្យូទ័រអ្នកត្រូវចូលមកកាន់ browser រួចបើកនៅ website មួយដែលមានឈ្មោះថា chatgpt.com ហើយប្រសិនបើអ្នកប្រើទូរស័ព្ទដៃអ្នកទាំងអស់គ្នាអាច download នៅកម្មវិធី ChatGPT ដែលមានទាំងនៅក្នុង iOS និងនៅក្នុង Android បាទបន្ទាប់ពី download ក៏បើករួចហើយអ្នកទាំងអស់គ្នាត្រូវ register បាទជាមួយនឹង account Gmail របស់អ្នកទាំងអស់គ្នាតមកចុចនៅកន្លែងសញ្ញាបូកនេះដើម្បីបញ្ចូលនៅរូបថតដើម្បីឲ្យវាបង្ហាញតាមអ្វីដែលយើងចង់បានអូខេជាដំបូងយើងបញ្ចូលរូបថតសិនបាទអញ្ចឹងខ្ញុំជឿរូបថតមួយអូខេខ្ញុំសូមជឿយករូបថតមួយនេះចុះអូខេបាទបន្ទាប់ពីជ្រើសយករូបថតហើយយើងត្រូវដាក់ prompt បាទអូខេនេះគឺជា prompt របស់ខ្ញុំបាទបន្ទាប់មកអ្នកទាំងអស់គ្នាដាក់នៅខាងក្រោមបាទបន្ទាប់ពីដាក់ prompt ហើយអ្នកទាំងអស់គ្នាត្រូវចុចបញ្ជូនវាដើម្បីឲ្យវាដំណើរការនៅអ្វីដែលយើងបានសរសេរហ្នឹងអូខេចុចបញ្ជូនទៅឥឡូវវាចាប់ផ្ដើម process ទៅហើយបាទអ្នកទាំងអស់គ្នាឃើញទេវាចាប់ផ្ដើម get start អូខេឥឡូវវាចាប់ផ្ដើមទៅហើយអញ្ចឹងយើងសូមធ្វើការរងចាំប្រហែលជា3ទៅ5នាទីបាទបន្ទាប់ពីធ្វើការរងចាំប្រហែលនាទីរួចយើងសូមចុច refresh មួយដើម្បីបើកមើលអូខេនៅទេវាមិនទាន់រួចរាល់នៅឡើយទេអូខេវាសូមរងចាំបន្តទៀតអូខេឥឡូវវាចាប់ផ្ដើមបញ្ចេញមកហើយ image create បាទអូខេនេះគឺចេញមកហើយវ៉ាវលយមែនតើបាទឃើញទេគឺរូបភាពនេះវាលយមែនតើដូចអ្វីដែលយើងបានសរសេរអញ្ចឹងបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នារីករាយនឹងពេញចិត្តនៅវីដេអូមួយនេះបាទសូមអរគុណសូមជម្រាបលា